រឿងចិនមួយនេះសម្រាប់ខ្ញុំល្អមើលហើយតួអង្គស្អាតស្អាតទៀតនិយាយរួមសាច់រឿងនេះគឺលើកដង្កើងប្រាជ្ញារបស់មនុស្សស្រីហ្មងនិយាយរួមទៅគឺមនុស្សស្រីទាំងស្អាតទាំងឆ្លាតហើយប៉កែជួយដោះស្រាយបញ្ហាតួប្រុសបានគ្រប់យ៉ាងនិយាយរួមទៅដើមដំបូងរឿងហ្នឹងគឺតាតួប្រុសនិងតាតួស្រីមានមិត្តភាពជួយគ្នាទៅវិញទៅមកស្រឡាញ់គ្នាដូចបងប្អូនអញ្ចឹងតបមកពេលដែលមានសង្គ្រាមហ្នឹងទៅខាងតាតួស្រីគឺក្បត់សន្យាអត់បានទៅជួយខាងតួប្រុសទេអញ្ចឹងហើយខាងតួប្រុសបានស្លាប់ជាមួយនឹងតាឪពុកហើយនឹងបងប្រុសគេស្លាប់ដោយសារសង្គ្រាមហ្នឹងហើយខាងតួប្រុសគឺមានគំនុំជាខ្លាំងទៅលើខាងតាតួស្រីនេះដល់ពេលហើយខាងតាតួស្រីចង់បញ្ចប់គំនុំហ្នឹងក៏បានបញ្ជូនឲ្យចៅស្រីទៅរៀបការជាមួយនឹងខាងប្រុសដើម្បីបញ្ចប់សង្គ្រាមហ្នឹងឲ្យខាងស្រីគឺធ្វើចិត្តឲ្យធ្ងន់ដូចទឹកដើម្បីទៅផ្សះផ្សាឲ្យគ្រួសារទាំងពីរត្រូវរើគ្នាវិញអញ្ចឹងណាតែខាងតួប្រុសពីដំបូងខ្មើតណាស់គឺស្អប់តួស្រីរៀបការហើយគឺមានអារម្មណ៍ថាមុខតួស្រីមិនចង់មើលប៉ុន្តែចុងប្រចាំនៅតែចាញ់សម្រស់តួស្រីដដែលតួស្រីស្អាតខ្លាំងស្អាតញាក់ហ្មងណាតួប្រុសគ្រាន់តែមើលឃើញតួស្រីមានអារម្មណ៍ក្តុកក្តួលបានដែរប៉ុន្តែគេធ្វើចិត្តរឹងបរោះបេះដូងដៃចុះប៉ុន្តែយូរទៅដូចលងជាមួយតួស្រីម្ដងបន្តិចម្ដងបន្តិចដោយសារទង្វើល្អតួស្រីចូលទៅដល់គឺមានប្រាជ្ញាទាំងស្អាតទាំងឆ្លាតប៉កែគ្រប់សពនិយាយរួមបានមកចាប់ហ្មងតួស្រីយើងហើយរឿងហ្នឹងគឺល្អត្រង់ថាគេលើកដង្កើងប្រាជ្ញាមនុស្សស្រីដូចពាក្យចាស់គេពោលថាសំណាបយងដីស្ត្រីយងបរោះអញ្ចឹងណាហ្នឹងហើយតួស្រីគឺជួយតួប្រុសច្រើនខ្លាំងមែនទែនជួយទាំងរឿងវិជ្ជកិច្ចជួយលើកទឹកចិត្តមើលថែតួប្រុសមែនទែននិយាយរួមសាច់រឿង happy ending ចង់បញ្ចប់គ្រាន់តែកំសត់តិចតួអញ្ចឹងអ្នកទាំងអស់គ្នា